កងទ័ពអស់ចិត្តហើយយកមកយើងប្រើប្រាស់ក្នុង business ថ្ងៃមុនឃើញ NASA បង្ហោះកម្មជ្រួចមួយបរាជ័យដែរបង្ហោះកម្មជ្រួចមួយទៅក្រៅប៉ុន្តែមានក្រុមហ៊ុនពីក្រៅដែលទទួលខុសត្រូវធ្វើ NASA ធ្វើខ្លួនឯងជួលគេធ្វើអញ្ចឹងណាក្រុមហ៊ុនតែងថ្លៃធ្វើដល់ពេលបង្ហោះទៅមានណាបាញ់បានតែប្រហែល100ម៉ែត្រលាក់វិញ100ដូចអាអញ្ចឹងខ្ញុំទៅមើលព័ត៌មាននឹងប្រហែលតែ2ថ្ងៃមុនដល់ឃើញដែរមិនកាប់ជ្រួចដូចគ្នាដែរគ្រាន់តែមួយនឹងកាប់ជ្រួចធំវាបង្ហោះសិតដុល្លារបង្ហោះទៅបាញ់វាខុសចេះទីទៀតលាក់វិញមកទុកនៅក្រោមអញ្ចឹងយើងមើលនេះនៅក្នុង TCP/IP វាមាន layer 3ហើយមាន layer 4គឺ application layer transport internet ហើយនិង network access ដល់ពេលត្រូវគ្នាជាមួយនឹង OSI model គឺនៅក្នុង application layer វាត្រូវជាមួយនឹង application layer presentation ហើយជាមួយនឹង session ឥឡូវយើងវិភាគ3នេះ application layer គឺសំដៅលើអីគេឥឡូវឧទាហរណ៍ application ប្រភេទជា application នៅក្នុង network របស់យើងមានអីខ្លះដែលយើងต้องរៀនមាន DNS មាន HTTP មាន FTP អានេះគឺជា application ហ្នឹងចុះដល់ពេល presentation នេះគេ presentation ទៅធ្វើការមិនហើយវិភាគអស់មក presentation នេះគេហ៎ compress យ៉ាងម៉េចកុំឲ្យមើលដាច់ចុះបើសិនជា data យើងអត់មែនជា encryption data យើងជា plain text ធម្មតា presentation layer នៅកន្លែងណានិយាយទៅបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ហ្មងណា presentation layer គឺទាក់ទងជាមួយនឹងភាសាឧទាហរណ៍ដែលយើងសរសេរ programming ឯគេសេ C យើងវាបន្លែងជា C ដើម្បីឲ្យយើង human readable បានណាអញ្ចឹងភាសា computer ដើម្បីបន្លែងឲ្យយើងនឹងយើងមើលបានអានេះទាក់ទងជាមួយនឹង presentation អញ្ចឹងដូចជា encryption ដូចជា compression អីហ្នឹងគឺចូល presentation អស់អញ្ចឹងឧទាហរណ៍ដូចរូបភាពវាមិនអាចជាយើងបំលែងជា programming តើរូបភាពបំលែងជាអីគេអញ្ចឹងវាមាន programming ពីក្រោយជា presentation ដូចយើង say web អញ្ចឹង web យើងទៅ say program អីគេយើង say HTML នេះ HTML ឬ Java ឬ PHP អាហ្នឹងគឺសិតជា programming language ហើយអញ្ចឹង presentation layer ហ្នឹងគឺវាធ្វើការជាមួយនឹងធ្វើម៉េចបំលែងពី human readable ហ្នឹងទៅជា programming language ទៅតាម programming language មួយណាហ្នឹងហើយវាដូចជា translate អញ្ចឹងបានគេបកប្រែវាថាជា presentation អញ្ចឹង presentation វាបង្ហាញនេះអញ្ចឹង computer វាដឹងថាជាភាសា computer តែភាសា computer ហ្នឹងធ្វើម៉េចដើម្បីយើងមើលបានអញ្ចឹងវាបំលែងមកជាភាសាមួយដែលយើង human readable បានចុះដល់ពេល section layer អានេះកន្លែងអីគេអាហ្នឹងបំបែក data ហ្នឹងគេច្រើនគេនិយាយឲ្យ3នេះចូលគ្នា data គេព្យាលបំបែកយើងព្យាលនិយាយ detail មួយអញ្ចឹងគេថា3ហ្នឹងគឺជាអ្នកបំបែក data ទៅជាតូចក៏ប៉ុន្តែឥឡូវយើងលែងនិយាយសរុបអស់ហើយយើងត្រូវដឹងពីទូនាទីវាមួយទៀត add port អានេះ transport នេះ add port ចូលចុះ section វាទូនាទីទៅអីគេណាអត់មានទៅបញ្ជូនទេមាននេះនេះបញ្ជូននេះអាក្រមនេះ physical នេះបញ្ជូនចុះបើសិន UDP មាន section ranking ដែរ section ហ្នឹងយើងនិយាយពាក្យ section នេះសិនមានថាម៉េចវាបំបែកមួយមែនទេជាផ្នែកអញ្ចឹង section នេះមានន័យថាឧទាហរណ៍ថា computer ខ្ញុំឥឡូវខ្ញុំប្រើប្រមាណកម្មវិធីខ្ញុំប្រើ web ខ្ញុំមានអីគេទៀតខ្ញុំមាន PowerPoint ខ្ញុំមាននេះមានប្រើអាកម្មវិធី record screen នេះមាន Sky មានអីច្រើនចេះអញ្ចឹងឧទាហរណ៍ពេល computer យើង send traffic ទៅតាម Sky ធ្វើម៉េចឲ្យវាដឹងថា traffic នេះបញ្ជូនទៅ Sky ហើយដល់ពេលធ្វើម៉េចយើងដឹងថា traffic យើង access web នេះធ្វើម៉េចឲ្យដឹងថានៅក្នុង tab browser មួយនេះធ្វើម៉េចឲ្យដឹងថា tab browser មួយនេះធ្វើម៉េចឲ្យដឹងថានៅក្នុង tab browser មួយនេះអញ្ចឹង section ហ្នឹងគឺវា divide ពី application មួយទៅតាម section មួយណាអ
ចឹងដល់ពេលយើងសូចង់មើល section ឃើញហើយ cmd មក netstat ដាក់មកឃើញទេសួរកុំព្យូទ័រយើងក៏មានប្រហែល section ដែរអញ្ចឹង application មួយវាមាន section ច្រើនផ្សេងទៀតដើម្បីថា web អញ្ចឹងគឺមាន section មួយសម្រាប់ web ទៅ Google section web មួយទៀតគឺសម្រាប់ទៅតាម Yahoo section web មួយទៀតគឺទៅណាទៅណីអញ្ចឹងអានេះហៅថាជា section layer គឺបង្កើត connection ពីកុំព្យូទ័រយើងទៅជាមួយនឹង application ដែលយើងកំពុងប្រើប្រាស់បើអញ្ចឹងវាបញ្ជូន data វាមិនដឹងថាយកមកឲ្យ application មួយណាអញ្ចឹងហ្នឹងតួនាទីរបស់ section layer ហើយដល់ពេល transport layer តួនាទីសំខាន់របស់វាទៅអីគេវាខ្ចប់ខ្លាយទៅជាខ្ចប់ខ្លាយជាអីគេខ្ចប់វាត្រូវការវាខ្ចប់ជា segment ណាអញ្ចឹងនៅក្នុង segment នេះបង label អីខ្លះវាត្រូវ divide ជា UDP ឬ TCP ហើយក្នុងនោះគឺវាមានអីគេមាន port ណាមាន source port destination port នៅលើ label ហ្នឹងចុះដល់ពេល network layer គឺវាខ្ចប់កញ្ចប់ថ្មីមួយបានជាឈ្មោះអីគេកញ្ចប់ដែលវាខ្ចប់បានឈ្មោះអីគេ packet អញ្ចឹង packet ហ្នឹងមានបង label IP ហើយជាមួយនឹង so IP និង destination IP ចុះដល់ពី data link វាខ្ចប់ពីលើ packet ហ្នឹងបានកញ្ចប់អីមួយទៀត data link កញ្ចប់ថ្មីបានកញ្ចប់ឈ្មោះកញ្ចប់អីគេជា frame អញ្ចឹង frame វាមានអីគេវាមាន MAC address ហ្នឹងទាំង source និង destination ហើយដល់ពេល physical layer តួនាទីរបស់វាទៅអីគេវាអាពាក្យដែលយើងបំលែងពីកញ្ចប់ហ្នឹងទៅជា0101គេហៅពាក្យហ្នឹងហៅអីគេ binary 0101ចុះអាពាក្យដែលយើងបំលែងពីកញ្ចប់មួយទៅជា binary ណាពាក្យពីអង់គ្លេសហៅអីគេហៅencoding encoding ចុះការវាខ្ចប់ពីកញ្ចប់មួយទៅកញ្ចប់មួយហៅអីគេ decode អានឹងបំលែងពី0101មកនេះវិញឯងមកពីកញ្ចប់វិញ encode យើងបំបែកពីកញ្ចប់ទៅជា0101ដល់ពេល decode បំលែងពី0101មកកញ្ចប់វិញចាការវាខ្ចប់ពី segment ទៅជា packet ពី packet ទៅ frame ហ្នឹងគេហៅអីគេពីនេះ encapsulation ជា encapsulation អានេះ OSI model ដល់ពេលនេះគឺ DoD ឬក៏ TCP/IP model OSI model ហ្នឹងគឺជា reference ដើម្បីយើង troubleshooting ហើយដល់ពេលនេះគឺយើងយកមកអនុវត្តច្រើនជាក់ស្ដែងគឺយើងសម្រាប់អនុវត្ត implement IP TCP/IP ព្រោះវាប្រើប្រាស់ IP ចេញមួយណាចេញមួយហ្នឹងយើងដល់ពេលយើងសិក្សាទាក់ទងជាមួយនឹង computer security វាអារម្មណ៍ថាយើងប្រើប្រាស់ computer រាល់ថ្ងៃអត់មាន secure ទេគឺដឹងព័ត៌មានទាំងអស់មែនទេឥឡូវយើងគិតមើលយើងប្រើប្រាស់កម្មវិធីមួយវាច្រើនយើង crack ហើយទៅបីតែ Windows អ្នកប្រើប្រាស់ Windows ហើយក្រុមណាគេដែលបង្កើត Windows Microsoft ហើយ Microsoft កើត Windows មិនអាមេរិកគ្រប់គ្រងអញ្ចឹងអាមេរិកដឹងខ្លួនមានអត់ទៀតអញ្ចឹងបាន chain វាទិញ Windows HP ហើយយកមកបន្លែង Windows HP សរសេរកូដខ្លួនឯងទាំងអស់មកកុំឲ្យអាមេរិកគ្រប់គ្រងអូខេឥឡូវនេះគេទៅសូយើងគេសួរថា store running ប៉ុណ្ណេះឲ្យយើងមើល command នេះហើយគេអានេះទៅតងនឹង ASL អញ្ចឹងយើងថាជា attention ទេ skip ចូលបាញ់មើល ASL រៀនពីរៀនក្រោយឥឡូវសំណួរនេះគេថា before installing new upgrade version of iOS what should you check on router which command should be used to get the information អញ្ចឹងមុននឹងយើង upgrade iOS ក្នុង router យើងត្រូវដឹងអីគេខ្លះខាង upgrade សំខាន់បំផុតយើងទី1គឺយើង check ពី flash យើងតើ router នឹង flash វាធំប្រមាណតើ flash នឹងអាច store iOS ចូលអត់អូខេអញ្ចឹងគេថាអីគេ check amount of ROM ត្រូវការ check អត់ ROM គឺយើងមិនអាចផ្លាស់ប្ដូរបានទេ check amount of available flash and RAM ពីក្រោយយើង check អានេះ
ចឹងយើង check អានេះទៅហើយដើម្បីប្រើ command នេះគេដើម្បី check មើលអានេះបានយើងប្រើតែមួយ command នេះឃើញទាំងអស់ show version ឃើញទាំងអស់ show version ឃើញមានអត់លើ show មើលទេឥឡូវខ្ញុំសាកមើលមើលអត់យល់ឥឡូវខ្ញុំសាកឲ្យមើលមួយចឹងឥឡូវយើងដាក់ router មួយ router នេះគោលបំណងគឺយើងចង់ដឹងថាតើ flash វាទំហំប្រមាណ RAM វាទំហំប្រមាណឥឡូវយើងធ្វើត្រូវអត់no server ទៅឥឡូវយើងមើលនៅក្នុង router នេះ flash វាទំហំប្រមាណ RAM ទំហំប្រមាណគិតជាមេឥឡូវកន្លែងនេះស្អីគេនេះ RAM ឥឡូវមើល RAM មុន RAM ទំហំប្រមាណ RAM បូកមកនេះ RAM យកខាងនេះឬយកខាងនេះយកខាងណាទំហំ RAM យកខាងនេះឬយកខាងនេះឥឡូវវាគិតថាគិតជាគីឡូបាយអញ្ចឹងយើងយកខាងនេះឬយកខាងនេះអានេះស្អីគេអានេះអាពីរនេះគឺ RAM ដូចគ្នាក៏ប៉ុន្តែអាតម្លៃខាងមុខនេះគឺជាហៅថា free unusable ហើយដល់ពេលអានេះដែលយើងប្រើប្រាស់អស់ប៉ុណ្ណេះហើយនេះគឺ free អញ្ចឹងមានន័យថាចំនួនប្រើបូកនឹងចំនួនអត់ប្រើឃើញតម្លៃសរុបឥឡូវបូកគ្នាឃើញបានអានេះ24អញ្ចឹងវា24អានេះ4អានេះបូកជាមួយនឹង9បូកជាមួយនឹង5ជា10ប្រហែល14មែនទេ14អានេះបូក1ទៀតអញ្ចឹង flash យើងថាជាម៉េចយើងគិត3ខ្ទង់មក256អញ្ចឹង RAM memory របស់យើងគឺ256មេCisco គឺ RAM វានឹងតូចមែនទែននេះ256បានមកកុំព្យូទ័រយើងផងចាញ់អាទូរស័ព្ទដៃយើងផងទូរស័ព្ទដៃយើងស្រាប់ 2G អីនោះហើយអានេះតែបានតែ256មេហ្នឹងបើសិនជា RAM វាដូចគាត់ខ្ញុំអា core router ខ្ញុំប្រើរាល់ថ្ងៃ RAM 2G RAM 2G RAM 3G ទៅតម្លៃ router ដឹងបានអត់ចុះ50000ហ្នឹងណា RAM 3 4G បាទមួយទៀត RAM តែ 3G ទេ RAM 3G តម្លៃវាតែ6000តែវាបាន speed speed របស់វា forwarding speed នេះយឺត speed throughput វាបានតែប្រហែល170 200មេណាបាទថែមបានតែថែម RAM បានក៏តែ throughput វា limited ប៉ុន្តែអា core ខ្ញុំហ្នឹង RAM វាដូចជា 4G ប៉ុន្តែ throughput វាបានប្រហែល G ដូច 10G បាទថោកដែរបើជាដូចជាខ្ទង់50000ទេហ្នឹង50000ហើយកាតវាមួយទឹកក៏តែខ្ញុំខូចកាតមួយនឹងអាកាតមែនអាកាតវារ៉ាវទីញជីនវាខូចមួយទិញមួយទឹកគេអស់8000ហ្នឹងហើយអាហ្នឹងវាលេខមានថ្មីហ្នឹងថ្មីចេញអត់រីថ្មីបើថ្មីវា10000ដូចជា15000ថ្មីបោះពីរោងចក្រតែកាតមួយណាយើងមាន slot វាយើងយកកាតចូលអានេះគេហៅថា routing engine ពុកក្បាលវាចុះដល់ពេលយើងមើល flash យើងទំហំបាទ flash យើងនេះ flash តូចមែន 32K អូអានេះតាមទេអត់មាន flash ទេទោះនេះ flash ក្រមនេះ flash ក្រមនេះ flash គឺ64មេ flash វា64មេ64មេយើងដាក់អីបាទ64មេ iOS យើងមួយឥឡូវ iOS យើងសិតតែ100មេជាងអានេះ iOS នេះតូច iOS វាតែប្រហែលនេះ iOS វាជិត50 55មេ56មេ
chẳng vì nó so mà nó so đọc nghề thì đặt ai em mũi oi cái đây chứ NVRAM ở đây NVRAM C nhà nó NVRAM cứ biết in cái chuyện NVRAM chúng cá đi vô trên flash chúng cá đi vô luôn ai miền flash memory luôn ai router miền RAM hoặc miền flash P flash internal với flash internal សម្រាប់ store iOS internal សម្រាប់ configuration អត់ទេអាហ្នឹងអត់មាន space ហ្នឹងអត់មានទឹកអីទេ space ដែល RAM គឺ RAM ទេយើង RAM គឺ RAM ទេ RAM copy ទៅ configuration ចូលក្នុង RAM មកបាទហើយ CPU យើងគិត process ដល់ពេល IS series ថ្មីធំIS យើងមុនបងមាន iOS ឥឡូវវាចេញ IS XA ហើយ IS វាមាន EX XE ហើយ XA រីថ្មីក៏មុនគឺចេញបងគាត់ TS ឥឡូវ switch យើងគឺប្រើ IS វាបើមាន upgrade IS ទៅជា IS EE switch ហើយវាប្រើ router គឺ IS វ៉ាសាប់គឺប្រើវ៉ាសាប់សេតបត12ឥឡូវឡើងវ៉ាសាប់វានឹងអាចមានវ៉ាសាប់នេះគាត់អាចមើលអនេះគឺជាវ៉ាសាប់នេះសម្រាប់Metro Metro Ethernet ឬពាក្យ Metro Ethernet switch សម្រាប់ផ្នែកពី city មួយទៅ city មួយហ្នឹង Metropolitan ប្រែថាម៉េចពីអង់គ្លេស Metropolitan ដូចជាទីក្រុងជាទីក្រុងហ្នឹងចុះដល់ពេលជាក្រុងហើយគេអង់គ្លេស suburb លើកមើលរឿង Transformer អត់បន suburb គេ Transformer វាជាក្រុងអត់បន suburb គេនឹងជាក្រុងអូខេឥឡូវយើងមើលតទៀតហើយរងថ្ងៃបើថាយើងចង់រៀនទាក់ទងជាមួយនឹង Service Provider យើងរៀនអក្រម IS ហ្នឹងយើងវាយ command អីអត់ទៅ affix ទេណាបើយើងរងថ្ងៃយើងវាយ command វា affix ភ្លាមៗទេតាមតែសាត់ដល់នៅសដុនភ្លាមៗតែដល់ពេលហ្នឹងអត់វាយអស់មើលយើង command ត្រូវអស់ហើយគឺវាយ commit វាយ command នឹង commit បាន command នឹងចាប់ដើម affix បើអត់ commit គឺអត់ affix ទេអាហ្នឹងគឺល្អមួយយ៉ាងដែរយើងវាយ commit check នឹងវាយ commit check ទៅវា check ឲ្យមើលថាមាន error អីខុសណាអត់ error វាប្រាប់ថាអូមាន command ណា error អញ្ចឹងយើងទៅ scan ឡើងប៉ុន្តែបើសិនជាយើងមើលទៅត្រូវអស់ហើយយើងវាយ commit ទៅគឺវា affix វាយក style តាម Juniper ចេញបងចឹងបង Juniper យើង configure អស់ហើយណាអត់ទៅ affix ទេយើងវាយ commit ផងអត់វាចាប់ affix អាហ្នឹងសម្រាប់ទាក់ទងជាមួយនឹង Service Provider ឥឡូវយើងមើលនេះអា simple នេះគេថាrefer to the bit an administrator ping the default gateway ping IP នេះ see the time out which at អញ្ចឹងវាថាបើសិនជាយើង ping ទៅអត់ស្គាល់អញ្ចឹងគេសួរថានៅក្នុង layer ណាដែលអត់ត្រូវអញ្ចឹងឲ្យតែ ping គឺប្រើ ICMP គឺយើងត្រូវទាក់ទងជាមួយនឹង IP address ហ្នឹង IP address នៅក្នុង layer ទីប៉ុន្មាន layer ទី3គឺ network layer ឥឡូវនេះមួយទៀតគេថា which layer of the OSI model that PPP perform PPP អីគេហ្នឹងគឺពាក្យ PPP ទេពាក្យពេញនេះគេ PPP បីដើម point to point protocol point to point protocol នៅក្នុង layer ទីប៉ុន្មាន layer 1គឺខ្សែណា
ចឹងគឺ layer 2 ដូច Ethernet ដែរ Ethernet ក្នុង layer ទី1យើងមាន point to point ហើយមាន ADSC មាន press delay ចឹងពួកហ្នឹងគឺនៅក្នុង layer 2នេះ layer 2 serial ជា point to point serial យើងប្រើ HTTP ADSC high level data link protocol ដល់ពេលអញ្ចឹងយើងសាកសូមមើលណាសូមមើលនេះចុះខ្ញុំបាត់ទេអញ្ចឹងយើងមើលមាន serial អត់ so interface serial so លើ so interface ចុះមាន serial អត់ណាខ្ញុំបាត់ភ្លើងដាក់ serial 2ចូលនេះដាក់ serial នេះអញ្ចឹង serial យើងជា default គឺប្រើ protocol អីគេ point to point ឬក៏ជា protocol អីគេ so interface serial so លើ so លើ so មាន so interface serial នេះយើងមាន serial 0លើ1 0លើ1ប្រើ protocol អីគេនេះឃើញទេ protocol អីគេ protocol របស់ serial គឺ HDLC high level high high data link មើលសិនពាក្យពេញគេ high level data link control HDLC stand for បើ point to point គឺយើង PVP មកពាក្យថា point to point protocol ហើយដល់រងថ្ងៃយើងមានពាក្យ PPOE PPOE ពាក្យពេញគេ PPOE PP 3ដើមហើយ OE ទៀតនេះត្រូវឲ្យខ្ញុំតា High level data link control protocol យើងអាន level ឬ level ត្រូវ level អត់ថាគេ pronunciation គឺ level យើងទៅច្រើនយើងអានខុស label level travel អញ្ចឹងកាលនោះគឺចែកពាក្យ level ចេញក្រោយអស់ travel label ហើយនឹង level ក៏មួយអានខុសដែរហ្នឹងតែដល់ពេលចូល ACE ទៅគេលុតដំទៅចាតាមគេខ្ញុំរៀនមិនចប់ណាខ្ញុំរៀនបាន level 11ហ្នឹងសមបាន level រវល់ពេកក៏មុនរៀនសកលផងរៀនផងរៀនខ្លួនឯងផងអញ្ចឹង ACE មួយខ200ជាងហើយមួយខរៀនតែ45ម៉ោងណាអញ្ចឹងវា1ម៉ោងយើងគិតមើល220ចែកជាមួយនឹង45ម៉ោងពីច្រើនរៀន ACE បើអត់រៀននឹងអត់ចេះទៅគ្រូគាត់បង្រៀនគាត់ថាប្រឡងវិញបាច់ធ្វើទៅភើឲ្យគ្រូបង្រៀនទេអត់ចេះអត់ជាប់ហ្មងបើថាអត់មានអានព័ត៌មានអត់ស្ដាប់មើលព័ត៌មានមើលកាសែតមើលខ្លួនឯងគឺអត់ជាប់ហ្មងមែនទេហើយមានអារម្មណ៍ថារៀននឹងចេះច្រើនដោយសារគាត់មាន motivate ឲ្យយើងស្រាវជ្រាវច្រើនអានរឿងអានអីចឹងថាយើងអត់ได้អានគឺចប់ហើយប្រឡងតែមើលបានមេរៀនគឺមើលតែមួយគឺ grammar មើលតាមហត់គឺប្រឡងជាប់តែ listening writing speaking reading បើថាអត់ខ្លាំងនេះគឺចប់អស់មក4រៀលខ្ញុំរៀនក៏ពីច្រើនបើយើងរៀន SE រៀនពេលល្ងាចសម្បូរសាសាលាក្មេងៗបើរៀនសៅរ៍អាទិត្យគឺសម្បូរអ្នកធ្វើការបើតែយើងចង់រៀនខ្លួនឯងច្រើនហើយទៅដល់រៀនប្រឡងអាចឲ្យយកមកខ្ញុំរត់តាមពីយ៉ាងស្លាប់មុនបងចូលរៀនអូខេចាឥឡូវយើងមួយទៀតមែនគេថា which of the following correct describe the step in OSI encapsulation process អូខ
ខេឥឡូវនេះយើងមើលយើងដឹងណា OSI encapsulation គឺវាគិតពី segment មកដែរ segment packet ហើយនឹង data link ឥឡូវវាថាគេមើលឥឡូវគេប្រាប់ហើយនៅចម្លើយស្រួលបំផុតគឺ AD តែយើងមើលអាណាដែលខុស A គេថា transport layer divide data stream into segment and adds the reliability and flow control យើងមិនន័យថា transport ហ្នឹងគឺយើងខ្ចប់ data របស់យើងវាคล้ายទៅជា segment ហើយនៅលើ segment ហ្នឹងគឺមាន flow control ហើយជាមួយនឹង reliability ហ្នឹងទាក់ទងជាមួយនឹង TCP បើ UDP ក៏មានហើយមួយទៀតគេថា B គេថា data link layer add physical source and destination address and FSC to segment នេះមួយហេតុដែលខុសឥឡូវមើលកន្លែងដែលខុសកន្លែងណាអានេះនៅក្នុង CCNA1 ណាឥឡូវយើងមើលមូលហេតុអីបានគេថា B ខុស B data link add source និង destination MAC address ត្រូវតែ physical គឺ MAC address ដូចគ្នាហើយមាន frame check sequence error ទៀតតែមូលហេតុអីបានខុសចឹងត្រូវហើយដោយសារ segment គឺយើងបានខ្ចប់ packet ខ្ចប់ segment ហើយអញ្ចឹងវាទៅដាក់លើ segment នេះក្រៅអញ្ចឹងគឺវាត្រូវ add ទៅលើ packet អញ្ចឹងចំណុចដែលខុសគឺកន្លែងនេះពីព្រោះនៅក្នុងនេះក្នុង layer ទី4 transport add បានទៅជា segment ហើយទៀត layer នេះ add បានទៅជា packet ហើយ layer 4ដែលជួយទៅជា flash ចឹងដល់ពេលរបស់យើងគឺថានេះអាដែលយើងគឺវា add ទៅលើនេះវិញ add ទៅលើ 4ហើយក៏ដែលយើងនេះគឺបានចប់មួយទៀតហ្នឹងហើយចប់បានចប់មួយទៀតចឹងគឺវាខុសអត់ចឹងគឺត្រូវចប់ packet នេះវាចប់ segment នេះឥឡូវយើងមើល C មូលហេតុអីខុស packet aggregate when the network layer encapsulation frame ត្រូវអត់គ្រាន់តែមើលឃើញខុសបានមែនទេ packet គឺកើតឡើងដោយសារ network layer ហ្នឹងគឺបាន encapsulation frame វាមិនមែន encapsulation frame ទេគឺវា encapsulation segment ទេគឺវាខ្ចប់ segment ទេវាខ្ចប់ frame ទេអញ្ចឹងកំហុសកន្លែងនេះគឺត្នេះប៉ុន្តែដល់ពេលអាខាងក្រោយនេះគឺត្រូវហើយត្រូវរបស់គេហើយកំហុសគឺកំហុសកន្លែងនេះមួយទៀតគេថា packet aggregate when the network layer add layer 3 address and control the information អញ្ចឹង D ត្រូវដោយសារអីដោយសារគេថា packet គឺបង្កើតឡើងនៅពេល network layer គឺ add layer 3 address layer 3 address គឺគេ IP ហើយនឹង source destination IP ហើយមាន control information ទៅលើ segment ណាអានេះយើង add ពីលើ segment ទៀតអញ្ចឹងត្រូវណាអញ្ចឹងវាត្រូវ order វាហើយដល់ពេលយើងមើល E មូលខុសកន្លែងណាឥឡូវយើងមើល E ខុសកន្លែងណាអានេះ translate bit តែតួនាទីរបស់ presentation translate អីគេអញ្ចឹងវា translate language ទេមិន translate bit ទេអញ្ចឹងកំហុសខុសកន្លែងហ្នឹងព្រោះយើងមើលអាហ្នឹងអានេះសំណួរប្រឡងចាញ់យើងមើលចេះទៅដឹងថាឡងទៅស្រួលមកតែដោយសារថ្ងៃនេះយើងអត់រៀនតមេរៀនដោយសារសន្យាមួយគ្នាយើងថារៀនមេរៀនទេណាតែយើងរៀនសំណួរអាតពីយើងថ្ងៃមុនចប់ទី8ហើយគេឥឡូវចាំខ្ញុំចោលនេះចាំខ្ញុំយល់ឡើងវិញអូខេឥឡូវនេះគេមួយទៀតឥឡូវយើងមើលនេះមើលសំណួរនេះយល់ទេគេថា network administrator verify the configuration of the newly installed kit host by establish an FTP connection to remote server what the highest layer of the protocol stack អញ្ចឹងគេសួរថាតើអា layer ដែលខ្ពស់បំផុតដែលយើងប្រើ FTP ហ្នឹងជា layer អីគេ FTP ជាអីគេ FTP អញ្ចឹង FTP គឺជា application ទេអញ្ចឹងគឺមានអីគេ
មាន application ទេនោះនេះទេថា which OSI or RSTP used to prevent loop អានេះយើងរៀននៅនេះរៀនតែយើងរៀន spanning tree នៅយើងspanning tree នៅក្នុងរៀនទី3យើងរៀនហើយតែ spanning tree ជាមួយ user general ចឹងខ្ញុំវិញអស់យើងអូខេអញ្ចឹង spanning tree គឺ protocol របស់ layer 2អញ្ចឹង data link សម្រាប់ការពី loop which layer of OSI reference model responsible for determine the availability and receive program and check to see if enough resource exists in the communication អញ្ចឹងគេសួរថាតើ layer មួយណាដែល responsible សម្រាប់ determine the availability of receiving program អញ្ចឹង receiving program អីគេ receiving program គឺជា application ដែលយើងប្រើប្រាស់សម្រាប់ receive អញ្ចឹងអានេះគឺមានតែ application layer ទេទាក់ទងនឹង program គឺ application ណាបើការទាក់ទងនឹង port ទាក់ទងនឹង ចូល transport ឥឡូវសម្រួលចុងក្រោយគេសួរថា receiving host computer checksum កើតនៅក្នុងទី layer ទីម៉ាត់ទី2 and determine which frame is damaged គេមានន័យថាម៉េចខូចខាត damaged គឺខូចខាតthe frame is then discard at which OSI model អញ្ចឹងគេសួរថាតើ frame discard បើសិនជា frame នឹង discard នៅក្នុង layer ទីម៉ាត់តាមមើលទៅ frame ខូចចាអានេះ check អាហ្នឹងឯងទេ discard ចោល layer ណានេះ check layer 2អញ្ចឹង layer 2នេះ discard ចោលអញ្ចឹងគឺ data link ជា discard ចោលអស់ហើយសួរលេសំណួរព្រោះយើងចេះសំណួរនឹងអត់ដល់ប្រឡងជាប់មកមែនទេឥឡូវខ្ញុំមើល OSI មួយទៀតណា IFS នេះរៀនហើយណាហើយតែនេះថា11សំណួរគេថា comment ខាងក្រោមនេះតើ comment មួយណាដែល encrypt all the plenty password អានេះយើងចេះហើយណា comment អីគេ Swiss password encryption អញ្ចឹងអានេះគេវាយនៅទីតាំងណា global mode ទេអញ្ចឹងវា C ទេឥឡូវខ្ញុំកុំឲ្យមើលចម្លើយឃើញបាទទេ Now what can be done to secure the visual terminal អញ្ចឹង secure the visual terminal នេះថាម៉េច visual terminal ដូច line DTY អញ្ចឹង line DTY ដែលយើង remove ចូលដើម្បីឲ្យ secure វាធ្វើម៉េចទីមួយគេថា administrative shutdown interface យើងលុបចូលតាមណាចុះយើងលុប edit ចូល physically secure interface នេះថាម៉េចអញ្ចឹងវាចាក់សរ interface ហ្នឹងចាក់សរយ៉ាងម៉េចទៅ interface សម្រាប់យើង remote ចូល VTY line VTY យើងមាន physical មកពីណាអញ្ចឹងយើង remote តាម IP ទៅ interface នេះគឺ line VTY យើងសម្រាប់ដាក់ password អញ្ចឹងដើម្បី secure វាថាគេ create an access list and apply to the visual terminal interface with access group access list ហើយការពារវាដោយប្រើ command access group តែ access group តែយើងទៅរៀនទី8រៀនក្រោយរៀនទី9អញ្ចឹង access group យើង apply បានទៅលើ interface ជា physical interface ទេចង់ apply ទៅលើ visual interface គឺយើងប្រើ command IP access class ដូចពី access group access class អញ្ចឹងកន្លែងនេះមិនត្រូវទេហើយដល់គេថានេះ configure visual terminal with password and login process អញ្ចឹងយើង configure យើងធ្វើ password ទៅហើយយើងបែរពី login
we did insert accessory and apply to the visual terminal with command access class នេះចឹងអាពីរនេះត្រូវចឹងអានេះគឺយើងរៀននៅក្នុងមេរៀនទី4ក្រោយនេះគឺយើងរៀនហើយឥឡូវវិសូនេះអានេះយើងរៀនហើយគេថា in នៅក្នុងរូបខាងក្រោមនេះ why is flash memory erased prior to upgrade the iOS from FTP server មូលហេតុអីបានជាវាដល់ពេលយើង copy file ពី FTP ចូលនៅក្នុង flash យើងវាឲ្យលុប erase flash ចូលសិនមូលហេតុអីបាន2 3ក៏បានដែរប៉ុន្តែគេសួរថាឥឡូវមូលហេតុអីបានឲ្យលុបអូយ flash យើងកំពុងបានគ្រប់គ្រាន់ហ្នឹងហើយយើងចូលក្នុង Quicker តែមកវា boot system ហើយ set IM មួយណាតែបើសិនជា row IM យើង set អត់ឃើញវាឲ្យតែមាន IM មួយណាវាយកអានោះហើយអញ្ចឹងបញ្ហាគឺដោយសារ flash memory យើងគឺវា flash វាតូចឥឡូវថាគេមួយទៀត flash តូចហើយមួយទៀតគឺ IS ឈ្មោះជើងគ្នាអានោះគឺវាឲ្យលុបដែរឥឡូវយើងមើលក្នុងរបស់យើងចូលករណីណា router cannot verify the Cisco image currently in the flash is valid ហ្នឹងអត់ត្រូវទេជាធម្មតាគឺcurrent គឺវា valid ដែរ flash memory on Cisco router contain only a single IMS can contain only a single អត់ត្រូវទេអាចទុកប្រមាណ IS ក៏បានឲ្យតែ memory វាគ្រប់គ្រាន់ទំហំវាធំ erase the current flash content the request during the copy and then dialog អញ្ចឹងគឺអានេះគេសួរអក្សរអីគេ erase prior នេះអានេះទៅទៀត in order to upgrade in order for Cisco to use the new IS default it must be only one IS អញ្ចឹងអត់ត្រូវទេអញ្ចឹងមួយ IS ត្រូវទេអានេះដោយសារអីគេគេសួរថាតើនេះរូបភាព erase នេះE នឹងមកមូលហេតុអីគេអញ្ចឹងន័យថាវាសួរយើងថាតើយើងចង់លុប IS អត់បើយើងលុបវានឹងចេញអក្សរ E ហ្នឹង E ហ្នឹងមកវាថា erase គេដាក់ E ចុចដាក់ erase ខាងក្រោយហ្នឹងយើងន័យថា E ហ្នឹងវាថាវាកំពុងតែលុបហើយលុបវាលុបអស់គឺដាក់ erase kit អញ្ចឹងគឺលុបចោល complete ចេញចម្លើយគឺអានេះតែយើង copy ទៅគឺឲ្យយើងលុបអានេះយើង copy យើងអត់លុបបើសិនយើងអត់លុបគឺវាដាក់ថា space not enough ចឹងទៅឥឡូវវាសួរនេះ how does command នឹងប្រើសម្រាប់ទៅអីគេអានេះយើងឆ្លើយហើយនៅក្នុងសំណួរយើងដល់មុនចាំអត់ឥឡូវយើងឆ្លើយហើយជាមួយនេះសួរច្រើនដល់មុនយើងតាមសំណួរទៅទៅមួយ password ទៅគេសិនសំណួរនេះស្រាប់ទៅអីគេឥឡូវចម្លើយត្រូវចម្លើយមួយណាឥឡូវចម្លើយនេះ B មែនទេ encrypt password in the plaintext configuration file អញ្ចឹងគឺត្រូវអាហ្នឹងហើយត្រូវសប B វា encrypt ឲ្យតែ plaintext password គឺ encrypt ចូលឥឡូវនេះគេថា what is the global command what is the global command global command ឲ្យតែ command ទាំង line ណាដែលយើង configure ទៅប៉ះពាល់ router យើងពី global command ហ្នឹងអញ្ចឹងមានអាណានេះ command that set one and affect to the entry router អញ្ចឹង global command គឺជា command ទាំង line ណាដែលពេលយើងវាយទៅប៉ះពាល់ router យើងគឺជា global command ហ្នឹងមួយទៀតពីសួរនេះយើងវាយប៉ុណ្ណេះអញ្ចឹងមានន័យថាម៉េចយើងមើលនេះសំខាន់នេះកន្លែងនេះ transport input SH យើងមានន័យថា allow SH connection នេះយើងមានថាគេ it configure for SH globally for login globally គឺមែនទេ globally គឺយើងចូលនៅក្នុង generate key ហើយយើងវាយ IP SH version នេះ13មែនទេដាក់ version ប៉ុន្មាន version 2 version 3ហ្នឹងទៅហើយដល់ពេលនេះគេថាគេ tell the router to switch and try establish SH first
and then fail Telnet only allow that SA ចូលទេ Telnet អត់ចូលទេគឺថា configure the visual terminal with the password នេះគឺថាយើង configure password នេះ password នេះគឺ password នេះយើងវាយយើងអត់អានេះបានមកពីណា password នេះបានពីណាបានមកពីវាយពី password encryption ហ្នឹងអញ្ចឹង password ពិតគឺយើងអត់វាយអញ្ចឹងទេចង់ដឹងគឺយើងចូល website Cisco ទៅមើល encrypt password ហើយដល់ពេលចម្លើយត្រូវគេថា configure Cisco device to use SA protocol for all incoming communication via line with device port អញ្ចឹងគឺយើងប្រើ SA ដើម្បីយកចូលនេះគេថា which router IS command used to troubleshooting on LAN អញ្ចឹង command គេដើម្បីយើង troubleshooting on LAN command ហ្នឹងគឺយើងត្រូវស្គាល់ហើយយើងត្រូវចេះមកទី1 ping ទី2គឺនៅក្នុង router ក្នុង ISN IOM មាន command tracer អត់ IOM មាន command tracer អត់មាន command អីគេមាន command tracer ណាជាង I tracer ខុសហើយ IP config នៅក្នុង IS យើងក្នុង router យើងវាយ IP config បានអត់ IP config យើងវាយលើអីគេលើ Microsoft សម្រាប់ Microsoft អញ្ចឹងទាំង server ទាំង client គឺ IP config វាយស្គាល់ទាំងអស់សម្រាប់ Microsoft Linux គេប្រើគេដើម្បីមើល IP if config មែនទេអញ្ចឹងសម្រាប់ Microsoft OS គឺយើងប្រើ IP config ហើយ tracer ក៏សម្រាប់ Microsoft ដែរនៅក្នុង Linux គេប្រើគេ traceroute ដែរឬក៏ tracepath ចុះ Win IPCFC ហ្នឹងអត់សម្រាប់អីគេហ្នឹងអានោះនៅក្នុងនេះដែរនៅក្នុង Windows ដែរពេល show IP route គឺនៅក្នុង iOS យើងអាច show ឃើញ show interface គឺនៅក្នុង iOS ដែរអញ្ចឹងអានេះគឺយើងត្រូវដឹងថា command ណាដែលអាចប្រើក្នុង Cisco បាន command ណាយើងប្រើក្នុង Windows ហ្នឹងគឺចាំហើយនេះ command នេះគឺយើងដើម្បីដឹងថាតើមាន user ប្រមាណដែលកំពុងលុបចូល router យើងគឺសំខាន់ចំពោះ administrator ឧទាហរណ៍យើងវាយ command យើងដឹងថាតើ user ណាលុបចូល router យើងខ្លះយើង show session ទៅឃើញហើយយើងប្រាប់ថា user ណាដែលកំពុងលុបចូល router យើងបង្ហាញមក user DOL user A B C D ចឹងទៅប្រាប់យើងមកអញ្ចឹងយើង show session មិននៅក្នុង Windows យើងទេណាក្នុង router show session គឺឃើញអញ្ចឹងនៅក្នុងគេថា command អីគេដើម្បី enable Cisco CDP directed នៅក្នុង global configure global មានថា configure នៅក្នុង global ដើម្បី allow CDP យើងក្នុងយើងប្រើ command អីគេនៅក្នុងចង់ enable CDP លើ interface router ប្រើ command អីគេចូលក្នុង interface បែរ command អីគេចាំអត់ឡើយនេះយើងមើលក្នុងនេះឧទាហរណ៍ថាខ្ញុំចង់ enable នៅលើ interface serial interface fast solution configure terminal interface fast solution យើងវាយ enable CDP enable command នេះគឺសម្រាប់ enable CDP នៅលើ interface អញ្ចឹងចង់ disable វាគឺ no CDP enable no CDP enable ចុះបើយើងចង់ enable ហើយ disable នៅក្នុង global mode យើងវាយ command គេនៅ global mode ក្នុងនេះអត់មាន interface អញ្ចឹងយើងវាយថា CDP run ឬក៏ no CDP run អានេះគឺ disable ទាំងអស់មកគ្រប់ interface ទាំងអស់គឺ disable CDP ចូលអញ្ចឹងមានពីរ command លើ interface គឺ CDP enable លើ global mode គឺ CDP run ឬ no CDP run អញ្ចឹងរបស់យើងគេសួរថាម៉េចយើងគេសួរថា which command would you configure global on the Cisco router would you view the directed device អញ្ចឹងន័យថាប្រើគេចង់និយាយពី CDP ហ្នឹងដើម្បីលើ directed global mode គឺយើងប្រើអីគេ CDP run នេះហ៎ច្រើនយើងបាត់ចោលយើងកុំឲ្យ router យើងគេ discover ឃើញជួនកាលគេថា security ខ្លាំងហ្នឹងគេបាត់ចោលទៅrouting មួយគេយើងបាត់ interface មួយគេ interface នៃគេយើងបាត់ចោលហើយ
no CDP interval អញ្ចឹងយើងបិទ interface connected បិទចូលពីច្រើនក្នុង network ខ្ញុំ data proximity បិទចូលតែក្នុងពីក្នុង local ខ្ញុំបើកអត់ឥឡូវបើថាយើងអត់បើក device របស់ device យើងទៅចាំថា connect មួយណាមួយណែជួនកាលយើងដកខុសទៅយើងមើលតាម diagram យើងដកខុសយើងបានទៅមើលទៅឧបករណ៍នៅប៉ោយប៉ែតអីនោះឧបករណ៍នៅបាត់ដំបងណាគេជីឡានទៅមើលយើងមើលតាម CDP នេះយើងដឹងថាឧបករណ៍យើង connect ទៅណាទៅណីឥឡូវមួយទៀតនេះគេថា network administrator is need to allow only the one telnet connection on router អញ្ចឹងគេថាចង់បានតែមួយ section ទៅ connect router ជា default router យើងបានប្រហែល section ដែលយើង remote ចូល16 section ហើយយើងធ្វើម៉េចដើម្បី configure ឲ្យបានតែ16ឬក៏បានតែ4ឬ5 section អញ្ចឹងយើងបើក line device 0ដល់15ឬក៏0ដល់4នឹងន័យថា section មួយហើយអញ្ចឹងយើងចង់បានតែមួយ section ធ្វើម៉េច for anyone to view the configuration is to the so run command the password telnet access is encrypted which protocol អញ្ចឹងមួយគឺចូលក្នុង line មួយទៅអានេះខុសហើយដោយសារ line ពី0ដល់4អញ្ចឹងអាណាមើល line តែមួយទេ line តែមួយគឺអាណាមាន B អត់មានផងណាអត់មានដាក់ line 0 line 0ឲ្យ login password អត់មាន service password encryption ផងយើងមានអា C នេះ C គឺ service password encryption គឺអា Cisco password នេះវានឹង encrypt ហើយព្រោះ B ថា enable secret វា encrypt អានេះណាចានេះ encrypt ផងណាអញ្ចឹងចម្លើយដែលត្រូវគឺចម្លើយ C យើងដាក់លេខ1ក៏បានលេខ0ក៏បានដែរ stick 1 section ដូចគ្នាអូខេយើងចម្លើយចុងក្រោយនេះចុងក្រោយគេថា what effect or service password encryption ហើយសូបន្ថយម្ដងហើយម្ដងទៀតអញ្ចឹងមានន័យថា command ហ្នឹងសំណួរហ្នឹងគឺពេញនិយមចែកអញ្ចឹងយើងអាច note ទុកទៅប្រឡង CCNA បានសំណួរដឹងឯង53សំណួរឬក៏51ហើយឲ្យបន្ទុកច្រើនឲ្យតែ50បន្ទុកអត់50សំណួរទេអត់បេះបានទេនិចនេះហើយបើយើងអត់ thích គឺនិចអត់បានទេហ៎មានតែពុកម៉ាខ្ញុំប្រឡង thích 3 ដងឯនោះតែ3ដងតែពួកយើងកុំភ័យពួកយើងតែជាប់ហើយតែយើងប្រឡងតែជាប់ឲ្យតែយើងមើលសំណួរដែលខ្ញុំបង្រៀននឹងចេះចាំទាំងអស់ហើយសំណួរថ្ងៃសុក្រយើងនឹងចេះទាំងអស់ទៀតធានាហើយយើងនៅពេលប្រហែលខែទៀតអស់4 5ខែទៀតអស់រៀនបណ្ដាទៅតែចេះហើយឥឡូវយើងចូល review រៀនទី8យើងកន្លែងណាខ្លះដែលឆ្ងល់ឥឡូវមើលឲ្យមកកន្លែងណាខ្លះដែលតែអត់យល់ review តិចចាំយើងទៅទៀតទៅថ្ងៃច័ន្ទយើងរៀនទី9ប្រហែលជា20 slide ហើយដល់ពេលថ្ងៃច័ន្ទអាទិត្យក្រោយទៀតយើងរៀន20ទៀតយើងរៀនទី9រៀន3ថ្ងៃចប់ហើយគេឥឡូវនេះមើលនៅក្នុងរៀនទី8នេះយើងមើលចំណុចណាខ្លះយើងឆ្ងល់អត់យល់ slide ទីបានរត់ slide មកពីកណ្ដាលទី1ដល់បាននេះមានអីបាក់ទេអាហ្នឹង scroll protocol ហ្នឹងទី1ទី2អានេះក៏ជាកំបាត់ឡើយខ្ញុំមើលនេះមក slide ណា slide នេះគេនិយាយពីអីគេដែលអត់យល់អានេះដូចជា symbol hello packet នៅក្នុង OSS មានប៉ុន្មាន packet មាន5មានអីខ្លះអានេះអានេះអានេះមែនគេឥឡូវនេះទាក់ទងជាមួយនឹងការវិធាន sniper យើងតាំងពី enable រហូតដល់ full update ចឹងមានតែ3ពេលយើង enable sniper ភ្លាម
cứ biết đó đó nè từ một tít đập bay biết school đi tao camera hay bị xe cái đập bay lâu nay với school bị send helloแต่ពេលយើង send hello ចេញពឹប send របស់យើងទៅជា I need បន្ទាប់មកទៀតពេលកំពុងតែយើង send គេ send មកដែរហើយយើងទទួលបាន hello របស់គេទទួលបាន hello របស់យើងពេលដែលយើងទទួលបាន hello គេពឹបយើង change send របស់យើងទៅជា two way មានន័យថាយើងទទួលបាន hello របស់គេហើយគេក៏ទទួលបាន hello របស់យើងដែរអញ្ចឹងនៅក្នុង set two way គេធ្វើអីខ្លះសំខាន់បំផុតក្នុង two way ធ្វើអីគេបើសិនជានៅក្នុងគេហៅថា multicast access network ដូចជាអ៊ីនធឺណិតវាស្វែងរកថាតើណាគេជា DB ឬក៏ DR ឬក៏ BDR អញ្ចឹង DR BR ហ្នឹងគឺអា DR និង BDR ហ្នឹងគឺធ្វើម៉េចដើម្បីខ្លាចជា DR និង BDR ទោះតែ router ហ្នឹងមាន priority ធំជាងគេឬក៏មាន router ID ហ្នឹងធំជាងគេអាលេខIP ណា address ធំជាងគេឬថ្ងៃ router ID ធំ router ID ឥឡូវ router ID បានពីណាទៀត router ID ទី1បំផុតគឺយើងអាសាញដោយ manually ខ្លួនឯងយើងបី router ID មែនទេចុះសិនជាអត់បាយ comment ហ្នឹងវាមកពីរឿងអីទៀតវាទៅមើលលើ loop back interface ទាំងអស់តើ loop back interface មួយណាដែលមាន IP address ធំជាងគេបើសិនតែមានវាយក IP នេះគឺជា router loop back ទាំងអស់ router ID ទាំងអស់បើសិនជាអត់មាន router ID អត់មាន loop back interface ទៀតវាទៅមើលគេទៅមើលអា physical interface យើង fast ethernet ឬ gigabit ethernet ហ្នឹងមើល interface ណាដែល active ដែលយើងបើក active ហើយមាន IP address ធំជាងគេអញ្ចឹងខ្លាច router ID ពេល router ID វាធំជាងគេពីវាទៅ network គឺវាខ្លាចជា DR ទៅមកទៀតចូលដល់ start start អានេះគឺលេខនេះឃើញគេ start គឺដំណាក់កាលដែលវាចាប់ផ្ដើមកំពុងតែនឹងsend អាគេហៅអីគេ database description មែនទេនៅក្នុង OS ទៀត OS ទៀតអាគេ OS ទៀតអាគេមានតាមមានទី1 hello hello ដល់បែប cover ទី2គឺ ពីនេះ database description ទី3 LS or instead request ទី4 LS U instead update ទី5 LS A D K instead acknowledge ចឹងទី1វាមាន icon យើងហើយមាន icon ពីរ router 2 router 1 router 2 គឺ router ID នេះគឺមកហើយ set តែ set ໄວ router 2គឺ router ID នេះ set តែពីអត់មានទេទៅទៀតដំណាក់កាលរបស់បងយើងចាប់តាមតែទៅនេះបែបមិនដែរទៅ router នេះវាបែបមិនដែរទៅ router នេះដំណាក់កាលរបស់បងគឺដំណាក់កាលនេះគឺមកជាខាងនេះវាខាងនេះពិសេសវាមាន5លក្ខណៈអូខេអញ្ចឹងឥឡូវនៅក្នុងពិសេសទី1គឺ hello គឺស្រាប់ទេស្វែងរក sniper ដល់ពេលទី2គឺស្អីទៀតទី2ទួលពីសំខាន់វាស្អីទៀតមាន stop មាន sniper គឺវា centrally
network របស់យើងគឺថាយើងមាន network ណាចឹងគឺទីគឺទីទាំងអស់ទីណាក្នុងទីមកទីមានការ network អស់មាន20មាន20មានចឹងទីវាថាគឺទីនៅរាល់រ៉ាវទាំងអស់ដែលមានព្រោះតែនេះគេអត់មានសិនរ៉ាវគេតែមានរ៉ាវ3យើងសិនបាត់នេះ3បើសិនជានេះខ្វះខាតអីគឺមិនគឺវា request វា setting request ថាគាត់ខ្វះ stop នេះថាបើសិនជានេះមកនេះ set as stop គឺថាខ្វះ stop ហើយទៅវិញទៀតយ៉ាងហោយ៉ាងដល់ពេលនេះ set ទៅហើយពេលនេះ set មកវិញ ls u set អា set មកវិញទៅការវាថាទៅដល់តែការ interface ណាមានផងបានទៅ set ទៅអស់ហើយដល់ពេលតែដាក់ interface ណាមានផងបានមានស្អីបានគឺ set ទៅអស់ជាងតែពលមានទៅគឺ set as u ពេល set as u ហើយនេះថាអូពេលយើងទៅបានហើយយើងអារ៉ាប់ទៅទីទៅបាន set នេះ LSA ការខ្ញុំទៅបានរបៀបនៃ set របស់ខ្ញុំក៏តែមុនវាគឺការ set វិស័យទៅបានពីត្រូវការចូលដល់ការទីក្នុងការតាមការទីវិទ្យាចឹងសួរថាគោលនេះបានទៅណា set Eហើយ set SSR SSU នេះបានទៅណាហើយឲ្យចូលទីនេះ set ក្នុងការណាតាមទីការទីបានឥឡូវនេះ1 2 3 4 5 6 7 set កន្លែងណា1នេះណាអូខេអានេះ set នេះអានេះ vista នេះគឺដើម្បី check មើលថាតើ router មិនអាចជា master ឬ slave ដើម្បីមាន system នេះចឹងដំណាក់កាល vista នេះគឺដើម្បី check មើលថាតើ router 2យើងមួយអាចជា slave មួយអាចជា master បើមួយណា master គឺសារនេះគេសារនេះគឺគេបើណា slave គឺសារនេះទៅទៀតដំណាក់កាលណាដែលវា set LS on LSU កាលណាទី នេះគឺ set ទី2 check ណាអាការនេះគឺជ្រើសរើសដើម្បីជ្រើស master ឬ slave ដើម្បី set BBT ដល់ពេលអាការនេះគឺ set BBT គេទៀតដំណាក់កាល loading នេះគឺដំណាក់កាលនេះតែទី3នេះដំណាក់កាល loading គឺដំណាក់កាល set ជា loading គឺ set ណា loading មានថាវាចាប់តាម set request វា set មកវិញចឹងដល់ពេល set off គឺចូលដំណាក់កាលចឹងដំណាក់កាលដល់គឺយើងចាប់តាមបើកវារបង ID យើង set ទៅចេញទៅ two way យើងទទួលបាន hello នេះគេទទួលបាន hello យើង vista គឺដើម្បី check មើលថាតើជា master តើជា slave ដើម្បី set up ព័ត៌មានទី2ទេបើ master គឺ router ណាដែលមាន ID ខ្ពស់ជាងគេនេះអ ID នេះអ ID ណាខុសពីគេគឺ master ហើយចឹង ID ណាដែលខុសពីគេគឺជា master វា set ឲ្យគេទីយកនេះដំណាក់កាល vista ហើយដំណាក់កាល exchange គឺមានថាវាចាប់ផ្ដើមទីគឺណាគេវិញមកដំណាក់កាល loading គឺដំណាក់កាលដែលមាន request តាមណាដែលបានមកហើយវាសេចក្ដីតែគេវិញមកដំណាក់កាល full គឺមានថាការទៅយើងគឺបាន set គឺចប់ហើយនិយាយឲ្យកន្លែងណាកងសៅអត់យល់master ទៅដំណាក់កាល vista dengan di on video ពីក្នុងដំណាក់កាល two way ដោយសារចេះមូលហេតុឲ្យយើងអត់ប្រើ Net Access program IP version អត់ប្រើ command network មូលហេតុអី
ឥឡូវយើងសួរថា IP percentage ប្រហែលប៊ីត120ប៊ីតចុះបើសិនជាយើងយកអា network ហ្នឹងឯងថាសួរថាយើងចំណាយពេលប្រហែលដើម្បីវាយ network ហ្នឹងករណី IP យើងខ្លីៗអីចុះករណីយើងស្លាស់100ទៅវិញសួរថាយើងចំណាយពេលប្រហែលដើម្បីវាយ command network ហ្នឹងចឹងវាយូរមែនទេដើម្បីងាយស្រួលគឺគេថាចូល interface ហ្នឹង advertise network ហ្នឹងតែម្ដងទៅចូល interface ហ្នឹងប្រាប់ថា interface ហ្នឹងជា OS area ណាគឺវាយក network ទាំងអស់របស់ interface ហ្នឹងគឺ advertise តែម្ដងកុំឲ្យយើងចាំបាច់សរសេរ command network ច្រើនហ្នឹងព័ត៌មានគឺយកតែ network IP center ទេអាហ្នឹងគឺជា algorithm សម្រាប់protocol version ថ្មីដោយសារ IP version យើងពិបាកវាយមែនទែនហើយ command network គឺយើងគិតខ្លួនឯងក៏ពិបាកដែរមែនទេចឹងមកគេធ្វើយ៉ាងដើម្បីងាយស្រួលខ្ញុំ copy ថាដែរអូខេឥឡូវយើងមានកន្លែងណាទៀតចម្ងល់ទៀតហ្នឹងហើយ DR មើល ID ទៀតដែរក្រៅពី ID ហ្នឹងមូលហេតុនេះយើងត្រូវការធ្វើ master slave ទៀតដោយសារនៅក្នុងពលាន link នេះអត់មាន DR ទេចឹងអត់មានត្រូវការធ្វើជាដូច duplicate ចឹងសួរនៅក្នុងពលាន link មាន DR មានទេមែនទេគឺយើងញ៉ាំ trade ក្រចរក្នុងនឹងមានអីទៀតអត់ដូចយើងក្នុងទីអត់មានទេព្រោះយើងដឹងថាទូទី DR ត្រាប់តែគេគឺសម្រាប់តែប្រភេទនេះในทางบริหารเซตอัพแอปเป็นเซตแต่เกี่ยวกับที่ตัววิดีโอมีโมจะไปชอนจังตรการเนี่ยสำหรับตัวคอนโทรลในการเซตอัพแอปของโอเน็ตเวิร์กคือเม็กซี่มาสเตอร์เนี่ยเป็นคนที่ทำงานในไอทีมวยงานของที่คือการมาสเตอร์โดยที่ดีออยังเป็นเรื่องดีออเป็นมาสเตอร์เนี่ยจะยึดที่ที่เนี่ยตัวนักการดีนักการอิสตานักการพูดจะคือนักการเรามีงานการที่ของที่เราเป็นผู้งานของจะไปของมีyang ada kelas master, program uji master, master mereka apa? Di set di set mungkin. Tapi biasanya apa itu set kebiasaan apa set motivasi? Coba kita lihat gimana. Ada tapi dia kepada internet. Kalau kah internet option option ក៏រសារក្នុងសេរីអត់មានការជ្រើសរើស master slave ក៏ជ្រើសរើស DR ក៏ប៉ុន្តែឲ្យតែវាទទួលបាន message នេះទៅចូលដាក់ការធ្វើអត់មាន DR ក៏អត់បញ្ហាទេគឺចូលដាក់ការពិសាទៅដល់ជ្រើសរើស master slave តែម្ល៉េះមើលមើលឆ្ងល់កន្លែងណាកន្លែងណីជ្រុំរៀនសិនទៅរៀនឲ្យចប់កុំចិត្តចង់ឈប់រៀនដឹងតែវែងហើយឥឡូវឧទាហរណ៍ថាយើងរៀនពុករៀនអត់ចេះបើថាយើងឈប់ទៀតយើងបានចេះមកពីណាអញ្ចឹងជាយាមរៀនឲ្យចប់សិនខ្ញុំមុនបងខ្ញុំនិយាយត្រង់ហ្មងខ្ញុំរៀនមុនបងខ្ញុំដូចចាក់ទឹកទៅក្បាលទៀតខ្ញុំសារភាពមកអង់គ្លេសខ្ញុំក៏សយមែនទេហ្មងមកថ្នាក់អង់គ្លេសខ្ញុំសូម្បីតែខ្ញុំចូលមុនបងពេញM is R ដីហ្នឹងខ្ញុំអត់ដឹងថាប្រើជាមួយណាគេផងthird person single person អីគេគេដាក់ quiz មុនបងដើម្បីចូលរៀនដាក់ quiz តែអង់គ្លេសយើង verb to be ខ្ញុំមិនដឹងថា verb to be នេះប្រើសម្រាប់អីគេបងខ្ញុំមានអារម្មណ៍ថាសយមែនទេខ្លួនឯងខ្ញុំរៀនមុនបងខ្ញុំធ្លាក់មក course ខ្ញុំធ្លាក់typing មានអារម្មណ៍ថាយើងអង់គ្លេសយើងខ្សោយហើយយើងក្រចាំ key ហ្មងណាបើ typing ហើយមួយទៀតដែលខ្ញុំរៀនដែលខ្ញុំភ័យបំផុតគឺ grammar អង់គ្លេសក៏រៀនហើយអាហ្នឹងអង់គ្លេសទាំង grammar ទាំង listening គឺមានអារម្មណ៍ថា worry ហ្មងហើយដែលខ្ញុំរៀននៅសាលាខ្ញុំដែលខ្ញុំបានលើកទឹកចិត្តខ្លាំងគឺខ្ញុំរៀនបានគណិតគឺខ្ញុំរៀនបានច្រើន
រំថាដូចសប្បាយចិត្តហ្នឹងអញ្ចឹងចាក់ខំប្រឹងគាត់ខ្ញុំរៀនខ្ញុំខំប្រឹងមែនទេរៀនអានសភៅរហូតខ្ញុំចេះអង់គ្លេសដោយសារ Cisco តា Cisco ខ្ញុំអានថាមិនសោះសាច់ហ្មងណាយើងរៀនមក Discovery Exploration តែសាលារៀន Discovery ខ្ញុំអានទាំងពីរគឺ Discovery មកក្រុមហ៊ុនឡាញដូចទេក្រុមហ៊ុនគឺឡាញដូចគឺការឡាញដូច short ទៅផ្ទះវិញគឺរៀនតែ Cisco គួយមើលតែ Cisco ហ្នឹងហើយហើយយើងមានអារម្មណ៍ថាអង់គ្លេសយើងចេះមកដឹងច្រើនណាហើយដល់ពេលយើងធ្វើការមួយបរទេសទៀតទៅគឺវាចេះបង្ខំយើងរៀនអង់គ្លេសទៀតចូល ASE ចូលអីទៀតទៅចេះបានគាត់ចឹងរកការធ្វើការជាកើតក៏មុនចូលធ្វើការដំបូងពេលដែលខ្ញុំពេលដែលរៀនអង់គ្លេសសេ email ហ្នឹងមកតែសេ email នឹងសេអត់ចេញមកណាមានតែមានអារម្មណ៍ថាខ្លួនឯងដូចពិបាកមែនទេហើយគេចេះយកយើងដែរធ្វើការតែថាខ្ញុំខ្លាំងខាង IT ខ្ញុំបាត់អង់គ្លេសពេលមួយខ្ញុំចំណាយពេលរៀនអង់គ្លេស2ឆ្នាំខ្លួនឯងរៀន ASE ខ្ញុំចំណាយពេល2ឆ្នាំចាប់ចូលស្គាល់ដល់2ឆ្នាំក្រោយខ្ញុំតនៅស្គាល់ទៀតខ្ញុំទៅបានក្រឹមខ្ញុំមានចប់ master ណាខ្ញុំចប់បញ្ញាបត្រដែលនិយាយដែរ master ខ្ញុំរៀននៅពុទ្ធិសាស្ត្រខ្ញុំថាកុំអស់សង្ឃឹមអង់គ្លេសយើងមិនដឹងយើងអាចទៅមុខទៀតបានខ្ញុំក៏ធ្លាប់ចូលដាក់ការនឹងដែរខ្ញុំដាក់ការខ្ញុំខ្សោយអង់គ្លេសខ្ញុំអត់គឹមខ្លួនឯងមកតែមានអារម្មណ៍ថាខំប្រឹងខ្លួនឯងខំប្រឹងទៅអញ្ចឹងយើងទីមួយគឺយើងផ្ដល់ motivation ដល់ខ្លួនឯងហើយយើងឲ្យ motivation ខ្លួនឯងហើយស្អីក៏យើងធ្វើបានដែរព្រោះថាវាយូរនឹងឆាប់តែប៉ុណ្ណឹងហើយមួយទៀតយើងជាយើងមើល video training ដូច professional training ជាភាសាអង់គ្លេសដោយខាង Jeremy វា train ល្អដែរហើយដូច N E N INT ក៏ training ល្អដែរមើលហ្នឹងទៅយើងមើលហ្នឹងទៅយល់ច្រើនយើងមើលបានប្រាប់អង់គ្លេសគាត់ឬក៏មិនហ្នឹងហើយ